ឥឡូវយើងមកមើលមួយទៀតអានេះប្រភេទនៃការគូគំនូក្រាត់សីតុណ្ហភាពយើងមាន3គំនូក្រាត់ទេមានអង្សាសេហ្វារិនហៃនិងកែវិនតែហេតុអីក៏គេអាចគូវាក្រាត់បានគេគូវាក្រាត់បានដោយសារគេសំដៅទៅលើទីតាំងនៃទឹកកកទឹកចាប់ផ្ដើមជារាវហើយនិងទឹករំពុះចឹងនេះគឺគេកំណត់ជាមួយនឹងគំនូក្រាត់វា100គំនូក្រាត់នៅក្នុងអង្សាសេតែជាមួយនឹងកែវិនគឺគេវាស់ចេញពី273ដល់ម៉ែន273កែវិនហើយ Fahrenheit ក៏គេវាស់ទៅតាមនឹងដែរតែគាត់ណាគំនូក្រិត Fahrenheit គឺរៀងឡាត់ជាងជាមួយនឹងអីគេកែវិននិងអង្សាសេបើអង្សាសេនិងកែវិនគឺគំនូក្រិតវាស្មើគ្នាឥឡូវឧទាហរណ៍ណាយើងវាស់វាដល់ក្នុងគំនូក្រិត50យើងឃើញថាវាត្រូវនឹងម៉ែន50អង្សាសេត្រូវនឹងម៉ែនកែវិន323.15ហើយចូលទៅម៉ែន Fahrenheit 122ចឹងឥឡូវនេះនៅក្នុងនេះយើងនៅមើលជាមួយនឹងលក្ខខណ្ឌ0វិញខ្ញុំដាក់មក0អង្សាសេ0នៅនេះយើងឃើញថាបើ0បើ0អង្សាសេត្រូវនឹងម៉ានកែវិន273.15អញ្ចឹងនៅក្នុងនេះលេខដែលយើងប្រើក្នុងលំហាត់សមាសទី11គឺយើងប្រកួតអា15ហ្នឹងខាងក្រោយវាពិតហ្មងអាពីរហ្នឹងគឺមិនមែនស្មើគ្នា direct ទេខុសគ្នាគឺ0.15ទៀតដល់ពេល Fahrenheit មែន32ឥឡូវយើងទៅមើល100អង្សាសេ100អញ្ចឹងនៅកន្លែងនេះ100មើល100អង្សាសេត្រូវនឹងម៉ានកែវិន373.15ចុះ Fahrenheit 212 Fahrenheit អញ្ចឹងគេគូគំនូក្រិតបែបហ្នឹងបន្ទាប់មកបានថាគេស៊ីសងគ្នានៅក្នុងលក្ខខណ្ឌដដំសងគ្នានៅក្នុងនេះយើងអាចនឹងឆែក in វារហូតទៅដល់ជាមួយនឹងនេះ0កែវិនបែននេះជាមួយ0ណា0កែវិនត្រូវនឹងម៉ានអង្សាសេ0កែវិនត្រូវម៉ានអង្សាសេដក273.15គេប្រាប់ថា0កែវិនជា0ដាច់ខាតវាដាច់ខាតបាននេះដល់បាច់ទាំងអស់គ្នាមើលពាក្យដាច់ខាតបាននេះដល់បាច់ដាច់ខាតបានន័យថានៅក្នុងនេះក្នុងសីតុណ្ហភាពដាច់ខាតគឺអត់មានអង្គធាតុណាអត់កកទេកកទាំងអស់គ្រប់អង្គធាតុទាំងអស់អញ្ចឹងក្នុងនេះតម្លៃដក273.15ហ្នឹងសារធាតុអីក៏ដោយក៏តែកកដែរបើត្រូវបាន Fahrenheit ដក459.67 Fahrenheit អញ្ចឹងអានេះគឺជាកម្រិតមួយអាហ្នឹងគេហៅថាប្រភេទជាមួយនឹង cool ដែរតែ cool dead តែនេះកម្រិតនៃការកកតែកកក្នុងកម្រិតស្លាប់មានចងល់ទេអានេះបានបកកវិញមនុស្សកវិញកដូចជាមួយនឹងធូកកំពងអញ្ចឹងកកឡើងស្រួយកកបែបហ្នឹងមានចងល់ទេអត់អីណាអញ្ចឹងអាហ្នឹងគឺជា temperature scale